អ្នកទាំងអស់គ្នាដឹងអត់តែប៉ុន្តែត្រីទូណាយើងហៅទូណាមែនហើយនិយាយពីភាសាជប៉ុនភាសាអង់គ្លេសហៅទូណាក៏គេស្ដាប់បានដែរត្រីនឹងដោយសារត្រីនឹងវាល្បីប៉ុន្តែអ្នកទាំងអស់គ្នាបើនិយាយពីភាសាជប៉ុនចំហ្មងតែប៉ុន្តែមិនមែនគេហៅត្រីទូណាគេមានឈ្មោះរបស់គេថ្ងៃនេះយើងនឹងសិក្សាអំពីសត្វត្រីទូណានេះហើយយើងនឹងសិក្សាអំពីសាច់កន្លែងណាឆ្ងាញ់ហើយនិយាយពីតម្លៃវាតើវាខុសគ្នាបែបម៉េចវិញហើយនឹងមើលទៅចំណុចសំខាន់វាកន្លែងណាឆ្ងាញ់កន្លែងអីចឹងយើងនឹងសិក្សាអំពីវានៅថ្ងៃនេះបាទជំរាបសួរនិងសួស្តីទៅកាន់អ្នកដែលកំពុងតែទស្សនាវីដេអូនេះទាំងអស់គ្នាជាពិសេសអ្នកដែលកំពុងតែរៀនភាសាជប៉ុនអ្នកដែលមានចំណង់ចំណូលចិត្តអំពីម្ហូបជប៉ុនអីនៅថ្ងៃនេះគឺត្រូវហើយអ្នកទាំងអស់គ្នាចូលមកវីដេអូនឹងត្រូវមកហើយនឹងអ្នកដែលទស្សនាវីដេអូរបស់ខ្ញុំកន្លងមកនឹងអ្នកទាំងអស់គ្នាមុននឹងយើងសិក្សាអំពីត្រីទូណាហ្នឹងយើងសិក្សាអំពីសត្វត្រីសិននឹងអ្នកទាំងអស់គ្នាពាក្យថាសត្វត្រីជាភាសាជប៉ុនគឺសាកាណាបបេថាសត្វត្រីសាកាណាអញ្ចឹងអ្នកទាំងអស់គ្នាសាកាណាហ្នឹងនៅពេលណាដែលសចុងក្រោយគេគឺយើងទម្លាក់សំឡេងអញ្ចឹងយើងអត់អានថាសាកាណាណាអ្នកទាំងអស់គ្នាអញ្ចឹងមកជាទូទៅយើងអត់អាយរៀនជប៉ុនអញ្ចឹងអាចុងក្រោយហ្នឹងយើងអត់ទម្លាក់អញ្ចឹងវាទៅជាសាកាណាអញ្ចឹងតែពិតបើយើងនិយាយពីយើងរៀនភាសាជប៉ុនclear ឬក៏អក្សរចុងក្រោយនេះយើងគឺត្រូវទម្លាក់សំឡេងអញ្ចឹងសាកាណាបាទចំណែកឯសត្វត្រីទូណានឹងវិញទាំងភាសាអង់គ្លេសទាំងភាសាខ្មែរគេយើងហៅត្រីទូណានឹងឯងដល់ពេលជប៉ុនដល់ពេលយើងនេះយើងអានស៊ឺណាអញ្ចឹងណាប៉ុន្តែឈ្មោះវាចំហ្មងអ្នកទាំងអស់គ្នាគឺ Maguro នៅពេលអ្នកទាំងអស់គ្នាទៅជប៉ុនឬក៏និយាយជាមួយជនជាតិជប៉ុននិយាយថា Maguro គឺគេស្គាល់ហើយអូត្រីទូណាហើយអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងណែនាំឲ្យទាំងអស់គ្នាស្គាល់កន្លែងឆ្ងាញ់ក៏ជាកន្លែងដ៏អស់លុយច្រើនដែរព្រោះត្រីទូណានឹងយល់ទៅគឺថ្លៃជាងសាម៉ុនទៀតភាសាវាមានចំណុចពិសេសនឹងអ្នកទាំងអស់គ្នាចំណុចកណ្ដាលរបស់ត្រីហ្នឹងគឺផ្នែកកណ្ដាលសាច់សុទ្ធអត់មានលីខ្លាញ់ទេគឺអាកាមីហ្នឹងគឺសាច់ក្រហមហ្មងអ្នកទាំងអស់គ្នាអាកាមីហ្នឹងតម្លៃវារៀងធូរជាងគេរីឯសាច់ខាងលើហើយនិងខាងពោះខាងក្រោមដែលមានលីខ្លាញ់តិចហ្នឹងគឺជូតូរ៉ូបន្ទាប់មកគឺសាច់ដែលមានខ្លាញ់ជាងគេក៏ផ្នែកហ្នឹងក៏វាមានតិចជាងគេដែរអញ្ចឹងតម្លៃវាក៏វាថ្លៃជាងគេដែរគឺអូតូរ៉ូហើយយើងនឹងលំអិតមេនឹងតទៀតបាទដំបូងអ្នកទាំងអស់គ្នាយើងមកសិក្សាកន្លែងយើងឥតបានការសិនគេនឹងកាត់កន្លែងនឹងចោលកន្លែងគេហៅ GI គេអាចនឹងច្នៃយកទៅធ្វើអីផ្សេងបានកន្លែងឈាមទូណាប៉ុន្តែពេលច្រើនគេអត់យកទៅប្រើទេដោយសារកន្លែងនេះវាជាកន្លែងនឹងសាច់ឈាមអញ្ចឹងណាអញ្ចឹងកន្លែងគេហៅ GI អញ្ចឹងគេកាត់ចោលនឹងថាមានហាងខ្លះគាត់យកទៅច្នៃបានធ្វើជាម្ហូបដែរអត់ខ្ញុំអត់ច្បាស់ទេតែជាទូទៅកន្លែងគេកាត់ចោលហើយអ្នកទាំងអស់គ្នាកន្លែងនេះក៏ជាចំណុចសំខាន់ផងដែរបើសិនបើកន្លែងឈាមនឹងច្រើនណាវាធ្វើឲ្យប៉ះពាល់ដល់តម្លៃដើមសាច់ត្រីហ្នឹងគឺទិញមកម្ដុំអញ្ចឹងគេកាត់យកមកដាក់ឲ្យយើងស្លាយជាទូចដាក់នៅក្នុងស៊ូស៊ីឬក៏សាស៊ីមីយើងអញ្ចឹងណាអ្នកគ្នាអញ្ចឹងបើសិនបើឈាមហ្នឹងវាច្រើនអញ្ចឹងតម្លៃហ្នឹងគេនឹងចែកតាមហ្នឹងអញ្ចឹងត្រីមួយដុំហ្នឹងវានឹងថ្លៃទៅតាមហ្នឹងអញ្ចឹង GI កន្លែងឈាមហ្នឹងភាគច្រើនគេចង់បានតែទូចដើម្បីកុំឲ្យប៉ះពាល់ដល់តម្លៃហើយនឹងប៉ះពាល់ដល់សាច់ដែលយើងត្រូវយកទៅប្រើការច្រើនអញ្ចឹងណាអ្នកគ្នាបន្ទាប់មកសាច់អាកាមីនឹងអ្នកទាំងអស់គ្នាសម្រាប់សាច់អាកាមីនេះវិញគឺជាប្រភេទសាច់សុទ្ធសាច់អត់មានច្រប់ខ្លាញ់ទេអញ្ចឹងរសជាតិវាក៏រៀងអត់សូវឆ្ងាញ់ដែរវាឆ្ងាញ់ប៉ុន្តែបើនិយាយពីប្រៀបធៀបជាមួយនឹងជូតូរ៉ូអូតូរ៉ូវាអត់សូវឆ្ងាញ់ប៉ុន្មានទេហើយតម្លៃវាក៏វាធូរទៅតាមនឹងដែរបន្ទាប់មកយើងចូលមកដល់សាច់ជូតូរ៉ូម្ដងគឺជាផ្នែកកណ្ដាលឬក៏ជាផ្នែកសាច់ជាប់ខ្លាញ់ណាអ្នកគ្នាឡៃនេះគឺខ្ញុំបើនិយាយថា3ហ្នឹងបើមួយណាឆ្ងាញ់ជាងគេគឺហើយតម្លៃវានៅកណ្ដាលគេគឺជូតូរ៉ូនឹងឯងវាអត់ខ្លាញ់ពេកហើយក៏វាអត់សាច់ពេកវាល្មមសាច់ជាប់ខ្លាញ់អញ្ចឹងណាហើយតម្លៃវាក៏វានៅកណ្ដាលគេធូរជាងគេដែរអ្នកគ្នាជាចុងក្រោយចូលមកដល់កន្លែងលំដាប់សទ្ធិម្ដងនឹងអ្នកទាំងអស់គ្នាសម្រាប់អូតូរ៉ូនេះវិញណាកាលពីដើមឡើយគឺជាផ្នែកដែលគេចោលហើយដោយសារវាខ្លាញ់ច្រើនពេកតែដោយសារតែរសនិយមរបស់ជនជាតិជប៉ុនក៏ដូចជាអ្នកដែលហូបភាសាវាទូទៅគឺគេចាប់អារម្មណ៍ជាមួយនឹងអូតូរ៉ូនេះដោយសារតែខ្លាញ់ច្រើនដល់ពេលដាក់ចូលមាត់ទៅវាលាយហើយឆ្ងាញ់ខ្លាំងមែនតែនហ្មងកន្លែងហ្នឹងហើយតម្លៃវាយកចាប់ដើមកើនទៅគេក៏យកផ្នែកអូតូរ៉ូនេះទៅជា premium food វិញអ្នកនរគ្នាវាទៅជាលក្ខណៈលំដាប់សទ្ធិណាអ្នកញ៉ាំអាហ្នឹងលំដាប់អភិជនហ្មងបាទសម្រាប់ពីតម្លៃវិញបើសិនបើអាកាមី1
វាស្មើនឹងជូរត្រកប្រហែលជាតម្លៃវាឡើង1កន្លះហើយអូត្រកប្រហែលជាឡើង2គុណនឹង2ឬក៏គុណនឹង2កន្លះតែជាទូទៅបើសិនជាយើងញ៉ាំចឹងគេក៏ត្រលាន់ដែរអូត្រកអញ្ចឹងបើចង់ធូរលុយញ៉ាំបានច្រើនអាកាមីបើសិនបើជាចង់មកឆ្ងាញ់ហើយអស់លុយមកល្មមគឺជូរត្រកហើយបើចង់លំដាប់អភិជនឲ្យស្គាល់រសជាតិអភិជនម្ដងគឺអូត្រកអរគុណច្រើនអ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមថាវីដេអូនេះកើតជាប្រយោជន៍និងចំណេះដឹងទៅដល់អ្នកទាំងអស់គ្នាអរគុណច្រើនដែលបានទស្សនាវីដេអូនេះសុយគីណែ